សម្រាប់ iPhone 13ម្ដងនេះមានបញ្ហាចូលទឹកដោយបងប្អូនបានឃើញអញ្ចឹងតាក់ទងនៅក្នុងកាមេរ៉ាអីគឺសិតតែទឹកតែម្ដងហើយសម្រាប់តាក់ទងពីម៉ាស៊ីនឥឡូវគឺ alert បាត់ហើយបើអត់ចេញអត្តនាការទេអញ្ចឹងតោះទៅ check មើលទាំងអស់គ្នាហើយនេះគឺជាខាងក្នុងរបស់ iPhone 13របស់យើងនេះដោយបងប្អូនបានឃើញអញ្ចឹងគឺសម្រាប់ខាងក្នុង iPhone 13ហ្នឹងគឺធ្ងន់ធ្ងរមែនតើគឺទឹកសុទ្ធទៅហើយអញ្ចឹងសម្រាប់បញ្ហានេះគឺប៉ះពាល់ខ្លាំងអញ្ចឹងបើសិនជាបងប្អូនដែលមានបញ្ហាចូលទឹកមានអីអញ្ចឹងយកទៅជាងថ្មីឲ្យលឿនបំផុតបងប្អូនបានឃើញអញ្ចឹងនេះទឹកសុទ្ធតែម្ដងអញ្ចឹងយើងសម្អាតសិនហើយតោះទៅជួសជុលទាំងអស់គ្នាអញ្ចឹងតោះមក check មើលទាំងអស់គ្នាថាតើវាមានបញ្ហាចូលទឹកដល់កម្រិតណាដែរមិនណយទេណាបងប្អូនទាំងអស់គ្នាដល់ពេលបងប្អូនបានឃើញចេះទឹកប៉ុណ្ណេះជាមួយនឹងគ្រឿងអេឡិចត្រូនិកគឺនិយាយទៅគឺពិបាកមែនតើសម្រាប់ការជួសជុលនេះបើសិនជាប៉ះពាល់ទៅដល់អេក្រង់ទៀតអាឡុតអេក្រង់ឬក៏អាឡុតម៉ាស៊ីនទៀតអាហ្នឹងកាន់តែអស់ច្រើននេះអញ្ចឹងបើសិនជាមកល្មមគឺយើងអាចជួយសង្គ្រោះបានតែចំណាយលុយមួយជុំទេតែមើលទៅដូចរៀងមិនធម្មតាទេធ្ងន់ធ្ងរដែរណាប៉ាំងដែកយើងមានតែ2ហ្នឹងទេមានលើអេក្រង់មួយហើយនឹងលើ sensor មួយតែប៉ុណ្្នឹងទូទៅរបស់ iPhone ហ្នឹងណែអញ្ចឹងយើងទៅមើលកន្លែងកម្មនេះយើងដកអេក្រង់ចេញមួយសិនមកដកដំបូងឡើយគឺយើងត្រូវដោះស្នាប់ថ្មសិនព្រោះដោយសារថាចូលទឹកបែបនេះអាចនឹងឆ្លងអញ្ចឹងបើយើងអត់ដោះស្នាប់ថ្មទេគឺការជួសជុលរបស់យើងឬទុកយូរទៅវាអាចឆ្លងអញ្ចឹងយើងទុកអេក្រង់នៅកដៅវាចោលមួយសិនមកឲ្យវាអស់ជាតិទឹកតិចអញ្ចឹងនេះទឹកអញ្ចឹងយើងមើលកន្លែងកាមេរ៉ាយើងមើលថាតើកាមេរ៉ាហ្នឹងមានទឹកអត់មកតោះអត់ទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអេណាមួយទៀតចាំមួយទៀតតោះយើងមកអត់មើលថាតើវាយ៉ាងណាដែរស្អាតស្ងួតដែរនេះចំណុចសំខាន់ដែលយើងត្រូវអត់មើលនេះណែនេះជាប់ល្អไหมនេះបងប្អូនអរគ្នាកាមេរ៉ាសម្រាប់កាមេរ៉ានេះគឺវាប៉ះពណ៌តិចតួចទេមិនប៉ះពណ៌ទៅដល់លើក្នុងកាមេរ៉ាទេអញ្ចឹងយើងនៅស្អាតយើងដាក់តែកដៅទៅវាអាចប្រើបានវិញតែនេះខាងក្នុងមើលឃើញនេះសិតតែចំហាយទឹកតែម្ដងអញ្ចឹងកាមេរ៉ាមុខយើងបិទការពារមួយមកខ្ញុំបិទការពារនេះគឺដោយសារតែកុំឲ្យយើងត្រូវការហើច្រើនអញ្ចឹងកុំឲ្យយើងហើទៅមានបញ្ហាប៉ះពាល់ទៅដល់លើម៉ាស៊ីនលើកញ្ចក់កាមេរ៉ាហ្នឹងនេះសម្រាប់ iPhone 13ចូលទឹកយើងឥឡូវយើងបានសម្អាតហើយសម្រាប់ខាងក្នុងវិញគឺស្អាតភ្លឹងហ្មងប៉ុន្តែមិនបាន 100% ទេព្រោះដោយសារស្នាមចូលទឹកពេលខ្លះនៅសល់ស្នាមតិចតួចប៉ុន្តែបើតាក់ទងទឹកវិញគឺយើងសម្អាតហើយនេះគឺជាកាមេរ៉ារបស់ iPhone 13ហ្នឹងគឺនិយាយទៅកាមេរ៉ានេះគឺនៅស្អាតភ្លឹងតែម្ដងហើយកាមេរ៉ាក្រោយនេះជាកាមេរ៉ាក្រោយរបស់13ហ្នឹងស្នាមទឹកអីគឺយើងជួសជុលយើងសម្អាតហើយអស់ហើយអញ្ចឹងលែងមានស្នាមទៀតហើយនេះដូចបងប្អូនបានឃើញអញ្ចឹងគឺស្អាតភ្លឹងតែម្ដងអញ្ចឹងបើមើលពីធម្មតាទៅគឺយើងអត់ដឹងថាប្រភេទបើមើលពីក្រៅចេះទៅគឺយើងអត់ដឹងថាទូរស័ព្ទហ្នឹងមានបញ្ហាចូលទឹកទេហើយតើតើនឹងបញ្ហាចូលទឹកនេះយើងត្រូវតេស្តទាំងអស់តេស្តទាំងថាចតេស្តទាំងកាមេរ៉ាមុខកាមេរ៉ាក្រោយអីប៉ុន្តែទូរស័ព្ទនេះយើងបានតេស្តហើយគឺអូខេទាំងអស់អញ្ចឹងចំណាយលុយតែ$5ទេគឺរួចជាការស្រេចអរគុណច្រើនសម្រាប់ការទស្សនាបើសិនជាបងប្អូនមានបញ្ហាទូរស័ព្ទអីកុំភ្លេចតាក់ទងយើងណាអរគុណច្រើន